បាទជំរាបសួរសូមដំណឹងល្អចូលមានដល់បងប្អូនទាំងអស់គ្នាយើងនឹងជួបគ្នាតាមពេលវេលាដែលបានសន្យាសូមបងប្អូនដែលបានចូលសូមមេត្តាជួយ share ឥឡូវនេះយើងនឹងធ្វើការផ្សាយផ្ទាល់ពី series នៃសេចក្តីជំនឿតើត្រូវធ្វើដូចម្តេចដើម្បីឲ្យសេចក្តីជំនឿរបស់អ្នកដំណើរការភាគទី6បាទសូមបងប្អូនដែលចូលបន្តការ share ថ្ងៃនេះយើងនឹងសិក្សាអំពីសេចក្តីជំនឿតិចនិងសេចក្តីជំនឿជាខ្លាំងថ្ងៃនេះយើងនឹងសិក្សាអរគុណព្រះអង្គមុននឹងចាប់ផ្ដើមសូមបងប្អូនសូមរួមចិត្តអធិដ្ឋានជាមួយខ្ញុំទាំងអស់គ្នាព្រះវរបិតាក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទគុណអរព្រគុណព្រះអង្គដែលទ្រង់បានប្រទានសេចក្តីស្រឡាញ់សេចក្តីសប្បុរសនិងព្រះគុណដល់លើលោកដល់ពួកកូនទាំងអស់គ្នានៅផែនដីនេះគុណអរព្រគុណព្រះអង្គគុណអធិដ្ឋានសម្រាប់មេរៀនស៊េរីនៃសេចក្តីជំនឿតើត្រូវធ្វើដូចម្តេចដើម្បីឲ្យសេចក្តីជំនឿរបស់អ្នកដំណើរការឲ្យបានចូលជ្រៅទៅក្នុងសេចក្តីពិតឲ្យបានបើកសម្ដែងឲ្យបងប្អូនបានយល់អំពីការធ្វើឲ្យសេចក្តីជំនឿរបស់បងប្អូនបានដំណើរការនៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទអរគុណព្រះអង្គពេលនេះយើងនឹងចូលទៅដល់សេចក្តីជំនឿតិចនិងសេចក្តីជំនឿជាខ្លាំងមុននឹងចាប់ផ្ដើមបងប្អូនដែលមានគម្ពីរបាទមេត្តាលើកមកទាំងអស់គ្នានេះជាគម្ពីររបស់ខ្ញុំធ្វើដោយតែព្រះគម្ពីរនិយាយថាខ្ញុំធ្វើខ្ញុំមានដោយតែព្រះគម្ពីរនិយាយថាខ្ញុំមានចេញពីព្រះគម្ពីរនេះសូមឲ្យកើតឡើងនូវសេចក្តីចេះដឹងនិងយោបល់ខ្ញុំទទួលយកនៅពេលនេះព្រះបន្ទូលព្រះមានជីវិតរស់នៅព្រះបន្ទូលព្រះកំពុងដំណើរការព្រះបន្ទូលព្រះមានជាប់នៅជាមួយនឹងគ្រប់គ្រាន់តាមធម្មជាតិរបស់ទ្រង់ព្រះទ្រង់មានបន្ទូលព្រះគម្ពីរបានបញ្ជាក់ហើយហោរាបានប្រកាសឲ្យឈ្នះរួចហើយក៏បញ្ចប់ហើយដែរនៅក្នុងព្រះនាមព្រះយេស៊ូវអាមែនអរគុណព្រះអង្គយើងដឹងហើយថាយើងសិក្សាកន្លងមកយើងដឹងហើយថាសេចក្តីជំនឿមានពីរប្រភេទគឺសេចក្តីជំនឿបែបព្រះហើយនិងសេចក្តីជំនឿបែបមនុស្សឬក៏យើងហៅតាមនៅក្នុងគម្ពីរថាសេចក្តីជំនឿបែបថូម៉ាស់ហើយសេចក្តីជំនឿបែបព្រះនេះនៅក្នុងគម្ពីរបានបង្ហាញយើងឲ្យឃើញមានដល់ទៅ4ដោយដែលខ្ញុំបានជម្រាបបងប្អូនការពីភាគ2បាទនោះគឺមានសេចក្តីជំនឿតិចសេចក្តីជំនឿខ្សោយសេចក្តីជំនឿជាខ្លាំងនិងសេចក្តីជំនឿខ្លាំងបាទអញ្ចឹងទាំង4នេះយើងបានដឹងហើយថាសេចក្តីជំនឿបែបព្រះគឺមានតែ4ទេបាទអញ្ចឹងយើងថ្ងៃនេះយើងនឹងផ្ដោតទៅលើសេចក្តីជំនឿតិចនិងសេចក្តីជំនឿជាខ្លាំងអង់គ្លេសថា little faith ហើយនិង great faith
ai dịch đây chùm nưa pi tiết cứ dịch đây chùm nưa sáu nâng dịch đây chùm nưa kháng giờ đừng riêng nơi phía làm pi ngày sắp đa còi bà dương pi net mưa nơi nông dịch đây bừng riêng rồi bọc ra Giêsu trung tay pra bị tha dịch đây chùm nưa tách nâng dịch đây chùm nưa chia khẳng bà sân chỉ dương mưa nơi nông bọt cùng pi mà thai chùm phục bầm bay kho mà pay bà muối bà chùm được ăn chùn bong bóng bà trung miên bần tu từ trung miên bần tu thả bộ nẹ miên chùm nưa tạch ơi hai đà bay bàn chỉ pay đôi nè rút trung cao làng cầm hai đọc cho nâng dạ một nú co ngọc chân từ ở cuốn trắng chân nơi khung nông dịch đây nơi nông pre bần tu mà thai chấm phục pram bay kho mà phay muối ní trong bàn pra bịa thà dịch đây chùm nứa tách bà dịch đây chùm nứa tách tới đó sa ở bọt trùng hãy nơi pe class tiết trong bàn pra bịa thà dịch đây chùm nứa chiếc khẳngឬក៏សេចក្តីជំនឿអស្ចារ្យអញ្ចឹងយើងនឹងមើលនៅក្នុងគម្ពីរលូកាជំពូក7ខ9បាទខ្ញុំនឹងអានជូនការព្រះយេស៊ូវបានឮសេចក្តីនោះទ្រង់ក៏មានសេចក្តីអស្ចារ្យបាទសេចក្តីអស្ចារ្យនិងមេតបនោះណាស់រួចទ្រង់បែរទៅមានបន្ទូលនឹងមនុស្សទាំងប៉ុន្មានដែលតាមទ្រង់ថាខ្ញុំប្រាប់អ្នករាល់គ្នាថាខ្ញុំមិនដែលឃើញសេចក្តីជំនឿជាណាជាខ្លាំងដល់ម្លេះទោះបើនៅសាសអ៊ីស្រាអែលក៏ដោយអរគុណព្រះនេះគឺជាសេចក្តីបង្រៀនរបស់ព្រះយេស៊ូវអំពីកម្រិតនៃសេចក្តីជំនឿហើយសេចក្តីជំនឿនេះគឺជាសេចក្តីជំនឿបែបព្រះមិនមែនសេចក្តីជំនឿបែបមនុស្សទេបាទដោយតែខ្ញុំបានបង្រៀនពីភាគមុនសេចក្តីជំនឿបែបមនុស្សគេឃើញហើយបានគេជឿនេះគេហៅសេចក្តីជំនឿបែបមនុស្សយើងត្រូវដឹងថាសេចក្តីជំនឿបែបមនុស្សនេះនឹងមិនបង្កើតផលផ្លែទេឯសេចក្តីជំនឿបែបព្រះជឿដោយឥតឃើញបាទនេះគឺជាសេចក្តីជំនឿបែបព្រះហើយសេចក្តីជំនឿបែបព្រះនេះទើបបង្កើតផលផ្លែខាងវិញ្ញាណបងប្អូនត្រូវដឹងថារបស់ដែលមើលឃើញកើតចេញពីរបស់នៅក្នុងពិភពវិញ្ញាណយើងអាចនិយាយពាក្យខ្លីថារបស់ដែលមើលឃើញកើតចេញពីរបស់ដែលមើលមិនឃើញប្រសិនបើយើងមើលនៅក្នុងបទគម្ពីររ៉ូមជំពូក15ជំពូក4ខ19យើងនឹងឃើញសាវកប៉ូលបាននិយាយអំពីជំនឿខ្សោយហើយនឹងជំនឿខ្លាំងបាទបើព្រះបន្ទូល2ខខាងមុននេះគឺនិយាយអំពីជំនឿតិចនិងជំនឿជាខ្លាំងអញ្ចឹងខ្ញុំនឹងអានជូនគម្ពីររ៉ូមជំពូក5ជំពូក4ខ19ហើយដោយព្រោះលោកមិនខ្សោយខាងសេចក្តីជំនឿបាទមិនខ្សោយបានជាលោកមិនគិតពីរូបកាយលោកដែលរាប់ដូចជាស្លាប់ដោយមានអាយុប្រហែល100ឆ្នាំហើយឬពីផ្ទៃសារ៉ាដែលរាប់ដូចជាស្លាប់ដែរនោះទេបាទអញ្ចឹងរ៉ូមជំពូក5ជំពូក4ខ19នេះនិយាយអំពីកម្រិតសេចក្តីជំនឿមួយទៀតដែលសាវកប៉ូលបានលើកឡើងនោះគឺជាជំនឿខ្សោយបាទហើយបើសិនជាយើងមើលនៅក្នុងខ20បាទមិញ19យើងទៅខ20
លោកក៏មិនបានសង្ស័យចំពោះសេចក្តីសន្យារបស់ព្រះដោយចិត្តមិនជឿឡើយគឺរឹតតែមានសេចក្តីជំនឿខ្លាំងឡើងទាំងសរសើរដំកើងដល់ព្រះវិញបាទនេះគឺនិយាយអំពីសេចក្តីជំនឿរបស់អាប់រ៉ាហាំអញ្ចឹងសាវកពូលបានលើកអំពីប្រភេទសេចក្តីជំនឿពីរទៀតគឺសេចក្តីជំនឿខ្សោយនិងសេចក្តីជំនឿខ្លាំងដែលយើងនឹងរៀននៅភាគ7តែសម្រាប់ថ្ងៃនេះយើងនឹងសិក្សាអំពីបាទសេចក្តីជំនឿតិចហើយនឹងសេចក្តីជំនឿជាខ្លាំងអង់គ្លេសថា little faith ហើយនឹង great faith ចឹងយើងទៅមើលនៅក្នុងសេចក្តីជំនឿតិចយើងចូលទៅមើលនៅក្នុងសេចក្តីជំនឿតិចតើសេចក្តីជំនឿតិចនោះបែបសេចក្តីជំនឿបែបព្រះនោះតើជាយ៉ាងណាបងប្អូនដឹងហើយថាបងប្អូនត្រូវចាំថានៅពេលណាដែលបងប្អូនបានកើតជាថ្មីនោះបងប្អូនមានជំនឿបែបព្រះនេះនៅក្នុងខ្លួនយើងហើយប៉ុន្តែសេចក្តីជំនឿដែលព្រះប្រទានឲ្យនោះគឺតូចដោយដែលគម្ពីរម៉ាកុសជំពូក11បាននិយាយអញ្ចឹងថាប្រសិនបើយើងមានជំនឿប៉ិនក្របពូជតូចយ៉ាងល្អិតនឹងគឺសំដៅទៅលើអីគឺសំដៅទៅលើសេចក្តីជំនឿបែបព្រះនេះឯងជាយើងទៅមើលនៅក្នុងគម្ពីររ៉ូមជំពូក12ខ3បាទត្បិតខ្ញុំនិយាយនឹងមនុស្សទាំងអស់ក្នុងពួកអ្នករាល់គ្នាដោយព្រះគុណដែលទ្រង់បានផ្ដល់មកខ្ញុំថាចូលគិតបែបឲ្យមានគំនិតនឹងថឹងតាមຂ្នាតនិងសេចក្តីជំនឿបាទបងប្អូនអាចកត់សម្គាល់ពាក្យថាຂ្នាតនៃសេចក្តីជំនឿដែលព្រះបានចែកមកអ្នករាល់គ្នានីមួយៗកុំឲ្យមានគំនិតខ្ពស់លើសជាងគំនិតដែលគួរគប្បីឲ្យគិតនោះឡើយចឹងបើសិនបើយើងមើលនៅក្នុងនេះយើងឃើញសាវកប៉ូលនិយាយនេះគឺមិនមែននិយាយសំដៅទៅលើមនុស្សទូទៅទេគឺសំដៅទៅលើគ្រីស្ទានយើងនេះឯងបាទពីព្រោះຂ្នាតនៃសេចក្តីជំនឿនេះគឺសម្រាប់អ្នកដែលកើតជាថ្មីហើយទើបទទួលຂ្នាតនៃសេចក្តីជំនឿនេះបាទអញ្ចឹងបងប្អូនអាចកត់សម្គាល់នៅពាក្យថាតាមຂ្នាតនៃសេចក្តីជំនឿបាទຂ្នាតនៃសេចក្តីជំនឿនេះគឺជាសេចក្តីជំនឿបែបព្រះនេះឯងអញ្ចឹងបងប្អូនត្រូវដឹងថានៅពេលដែលបងប្អូនកើតជាថ្មីបងប្អូនទទួលសេចក្តីជំនឿបែបព្រះនេះរួចហើយតែអ្វីដែលព្រះអង្គបានប្រទានឲ្យយើងទាំងអស់គ្នានោះគឺវាតូចអត់ទាន់ធំទេបាទហើយបើសិនជាយើងមើលជាភាសាខ្មែរយើងពិបាកនឹងបែងចែកប៉ុន្តែបើសិនជាយើងមើលជាភាសាអង់គ្លេសវិញគឺសេចក្តីជំនឿដែលយើងទទួលបានហ្នឹងគេហៅ the measure of faith មានន័យថាវាមិនហ្នឹងគឺមួយជាក់លាក់ប៉ុន្តែអានេះគឺជាសេចក្តីជំនឿបែបព្រះដែលអាចបង្កើនបានអាចធ្វើឲ្យរីកចម្រើនបានបាទវាអាចយើងធ្វើពីតូចទៅធំបានមិនមែនជាសេចក្តីជំនឿមួយជាក់លាក់មួយមកឧទាហរណ៍ថាយើងទទួលបានសេចក្តីជំនឿកដឹងតែកនៅតែប៉ុណ្្នឹងអត់ទេវាជាសេចក្តីជំនឿមួយដែលអាចបង្កើនបានដែលអាចធ្វើឲ្យរីកចម្រើនបានដែលអាចអភិវឌ្ឍបានមិនមែនជាសេចក្តីជំនឿដែរនោះទេចឹងនៅក្នុងគម្ពីររ៉ូមសាវកប៉ូលបានលើកបន្ថែមទៀតថាតើមានវិធីអីដើម្បីធ្វើឲ្យសេចក្តីជំនឿយើងនឹងបានចម្រើនឡើង
ចឹងយើងទៅមើលនៅក្នុងគម្ពីររ៉ូមជំពូក10ខ17បាទខ្ញុំនឹងអានជូនត្បិតដូច្នេះសេចក្តីជំនឿកើតឡើងដោយឮហើយដែលឮនោះគឺដោយសារព្រះបន្ទូលព្រះនេះគឺជាវិធីដែលធ្វើឲ្យសេចក្តីជំនឿយើងបានចម្រើនឡើងតាមរយៈការឮព្រះបន្ទូលបងប្អូនអាចអានបងប្អូនអាចស្ដាប់បាទសេចក្តីបង្រៀនរបស់អ្នកបម្រើព្រះឬក៏ហោរាដើម្បីឲ្យព្រះបន្ទូលនោះបានជ្រាបចូលទៅក្នុងវិញ្ញាណរបស់បងប្អូននៅពេលណាដែលបងប្អូនឮព្រះបន្ទូលឬស្ដាប់ព្រះបន្ទូលព្រះកាន់តែច្រើននោះសេចក្តីជំនឿរបស់បងប្អូនក៏មានកាន់តែច្រើនដែរហើយសេចក្តីជំនឿនៅថ្ងៃណាយើងប្រើបាននៅថ្ងៃនោះបងប្អូនអាចប្រើសេចក្តីជំនឿដែលបងប្អូនមានកាលពីម្សិលមិញយកមកប្រើនៅថ្ងៃនេះទេឧទាហរណ៍ថាពីម្សិលមិញបងប្អូនអាចធ្វើការអស្ចារ្យបានដោយប្រើសេចក្តីជំនឿរបស់បងប្អូនកាលពីម្សិលមិញស្រាប់តែពេលថ្ងៃនេះបងប្អូនអត់បានអានគម្ពីរបងប្អូនអត់បានស្ដាប់ព្រះបន្ទូលព្រះនិយាយចឹងបងប្អូនអត់ធ្វើអីទាំងអស់ដោយយោងថាសេចក្តីជំនឿរបស់បងប្អូនកាលពីម្សិលមិញនោះវាគ្រប់គ្រាន់សម្រាប់ធ្វើកិច្ចការនៅថ្ងៃនេះនោះបងប្អូនច្បាស់ជាយល់មិនត្រឹមត្រូវទេពីព្រោះសេចក្តីជំនឿនេះគឺឥឡូវមិនមែនសេចក្តីជំនឿពីម្សិលមិញឬក៏យើងប្រើសេចក្តីជំនឿរបស់អ្នកណាម្នាក់សម្រាប់រឿងរ៉ាវរបស់យើងនោះទេបងប្អូនត្រូវដឹងហើយថានៅពេលណាដែលបងប្អូនមានសេចក្តីជំនឿតូចមានសេចក្តីជំនឿតិចគឺនៅពេលដែលបងប្អូនជួបរឿងរ៉ាវទាំងឡាយនៅក្នុងជីវិតជួបបញ្ហាទាំងឡាយនៅក្នុងជីវិតជួបអ្វីដែលបងប្អូនត្រូវដោះស្រាយនោះនៅពេលណាដែលបងប្អូនមានជំនឿតិចបងប្អូនអាចដោះស្រាយបញ្ហាបានទេមិនត្រឹមតែបងប្អូនមិនដោះស្រាយបញ្ហាបានទេថែមទាំងមានរបស់ពីរកើតឡើងនោះគឺមានសេចក្តីភ័យខ្លាចនិងការសង្ស័យកើតឡើងនេះគឺចេញពីអីចេញពីសេចក្តីជំនឿរបស់បងប្អូនតិចអញ្ចឹងភ័យបងប្អូនមានបញ្ហាបងប្អូនភ័យបងប្អូនសង្ស័យអញ្ចឹងការសង្ស័យនិងការភ័យខ្លាចវាកើតចេញពីអីគឺវាកើតចេញពីសេចក្តីជំនឿរបស់បងប្អូននោះតិចហើយហេតុអីបានជាតិចបើសិនជាយើងមើលនៅក្នុងគម្ពីររ៉ូមជំពូក10ខ17នេះប្រាប់ថាកើតឡើងដោយឮហើយដែលឮនោះគឺដោយសារព្រះបន្ទូលព្រះគឺការដែលបងប្អូនទទួលព្រះបន្ទូលព្រះមកនៅក្នុងវិញ្ញាណបានកម្រិតណាអញ្ចឹងបើសិនជាបងប្អូនឮកាន់តែច្រើនបងប្អូនស្ដាប់កាន់តែច្រើនអានកាន់តែច្រើននោះសេចក្តីជំនឿរបស់បងប្អូនកើតឡើងត្បិតពេលដែលយើងកើតជាថ្មីនោះបងប្អូនទទួលគេហៅថាតាមຂະຫນາດនៃសេចក្តីជំនឿដែលយើងហៅថាសេចក្តីជំនឿបែបព្រះនេះមាននៅក្នុងវិញ្ញាណយើងរួចហើយប៉ុន្តែវាមកនៅក្នុងលក្ខណៈជាក្របពូជដ៏តូចទេអញ្ចឹងអ្វីដែលយើងត្រូវធ្វើគឺយើងត្រូវធ្វើមិនការទទួលខុសត្រូវរបស់យើងចំពោះសេចក្តីជំនឿដែលព្រះឲ្យមកយើងដែលយើងហៅថាសេចក្តីជំនឿបែបព្រះនេះការទទួលខុសត្រូវរបស់យើងគឺអីគឺត្រូវអភិវឌ្ឍសេចក្តីជំនឿរបស់យើងឬក៏ត្រូវបង្កើនសេចក្តីជំនឿរបស់យើងឲ្យបានកើនឡើងតាមរយៈអីគឺវិធីដែលសាវកពូលបានប្រាប់នោះគឺនៅក្នុងព្រះបន្ទូលរ៉ូមជំពូក10ខ17នេះឯងនៅពេលដែលបងប្អូនស្ដាប់សេចក្តីបង្រៀនស្ដាប់ហើយស្ដាប់ទៀតស្ដាប់ហើយស្ដាប់ទៀតនេះក៏ជាវិធីដែលបងប្អូនបង្កើនសេចក្តីជំនឿរបស់បងប្អូនដែរតែស្ដាប់នោះបងប្អូនត្រូវដឹងថាជំនឿដែលកើនគឺកើតឡើងដោយឮនោះគឺឮព្រះបន្ទូលព្រះអញ្ចឹងបើសិនជាអ្នកបង្រៀននោះមិនបានលើកជាព្រះបន្ទូលទេនិយាយអំពីការអធិប្បាយសុទ្ធអញ្ចឹងបងប្អូនស្ដាប់100ដងក៏អត់បានផលប្រយោជន៍ដែរឧទាហរណ៍មិននិយាយអំពីព្រះបន្ទូលសោះមកនិយាយតែពីគេហៅថាបរិយាយឬក៏ពន្យល់
tamនៃសេចក្តីនៃគំនិតរបស់យើងនេះដោយមិនតាក់ទងទៅនឹងព្រះបន្ទូលអញ្ចឹងបងប្អូនស្ដាប់សេចក្តីបង្រៀនបែបនេះក៏អត់បានផលធ្វើឲ្យសេចក្តីជំនឿយើងបានចម្រើនដែរប៉ុន្តែបើសិនជាសេចក្តីបង្រៀននោះបានមានជាមួយនឹងព្រះបន្ទូលជាច្រើនខ្ញុំអរគុណព្រះអង្គនៅពេលដែលខ្ញុំរៀនជាមួយនឹង Howra Eubancher គឺមកពេលម្ដងនោះគឺព្រះបន្ទូលច្រើនណាស់បងប្អូនបាទគ្រប់ពាក្យដែលគាត់និយាយគាត់លើកឡើងគឺគាត់មានគេហៅថាគាត់ទទួលបានការបើកសម្ដែងពីព្រះពាក្យថាការបើកសម្ដែងពីព្រះនេះគឺព្រះប្រាប់គាត់មកតាមរយៈអីគឺព្រះបន្ទូលមិនមែនមានន័យថាឧទាហរណ៍ថាព្រះខ្សឹបមកខ្ញុំថាអូកូនឯងត្រូវទៅស្រុកបាទីទៅហើយទៅដឹងតែព្រះអង្គដឹងតែព្រះនឹងប្រទានឲ្យមិនមែននិយាយមួយម៉ាត់ប៉ុណ្ណឹងហើយចប់អត់ទេអញ្ចឹងព្រះអង្គនឹងឲ្យជាព្រះបន្ទូលមកហើយអ្វីដែលខ្ញុំបានចុះទៅទឹកដីស្រុកទឹកដីខេត្តតាកែវនេះគឺតាមរយៈអីគឺគម្ពីរយ៉ូស្វេជំពូក1ខ3នេះបាទអញ្ចឹងព្រះកាលណាព្រះមានបន្ទូលមកយើងបើសិនជាមិនបងប្អូនមិនទាន់ចាប់ឬក៏បងប្អូនមិនទាន់រកឃើញនៅព្រះបន្ទូលណាមួយទេនោះមិនមែនមានន័យថាបងប្អូនទទួលព្រះបន្ទូលពីព្រះទេពីព្រោះសេចក្តីបង្រៀនរបស់ហោរាគឺអីគឺរាល់ពាក្យដែលគាត់និយាយគាត់បញ្ជាក់ដោយព្រះបន្ទូលបាទដូចតែខ្ញុំបានលើកយកនៅក្នុងគម្ពីរ1យ៉ូហានជំពូក5ខ7អញ្ចឹងមានសាក្សី3នៅឋានសួគ៌1គឺព្រះវរបិតា2គឺព្រះបន្ទូលទី3គឺព្រះវិញ្ញាណបរិសុទ្ធអញ្ចឹងចំណុចដែលសំខាន់ដែលបញ្ជាក់បានគឺព្រះបន្ទូលបាទយើងអត់អាចជឿថាខ្ញុំហោរាជាមាត់របស់ព្រះជាអ្នកទទួលព្រះបន្ទូលពីព្រះជាអ្នកនាំសារពីព្រះហើយនិយាយឡើងម៉ណីដោយអត់មានសាក្សី3បើសិនជាបាត់ណាមួយគឺមិនទាន់ពេញលក្ខណៈគេហៅឬក៏មិនពិតបាទអញ្ចឹងអ្វីដែលខ្ញុំសង្កេតមើលពី Howra Eubancher ដែលគាត់បង្រៀនគាត់អត់ដែរចោលព្រះបន្ទូលទេគាត់ថាគាត់អង់គ្លេសគេថា God minister to me មានថាព្រះប្រាប់គាត់ថាបែបអញ្ចឹងហើយគាត់លើកខឲ្យយកមកឲ្យថាអ្នកនឹងអាចឃើញនៅក្នុងបទគម្ពីរមួយនេះគម្ពីរឈ្មោះអីចម្ពោះអីខអីក៏អត់ដែរចោលទេអញ្ចឹងការដែលយើងស្ដាប់អ្នកណាម្នាក់ជាពិសេសបងប្អូននៅពេលណាដែលអ្នកបង្រៀនពន្យល់អ្វីមួយដាច់ខាតត្រូវតែមានសាក្សី3ទី1ព្រះវរបិតាមានថានៅក្នុងវិញ្ញាណព្រះបន្ទូលនិងព្រះវិញ្ញាណបរិសុទ្ធខ្ញុំឃើញភាគច្រើនលើកតែពីរទេធម្មតាអ្នកបម្រើព្រះគេថាមានព្រះវិញ្ញាណបរិសុទ្ធគេអាចនិយាយគេអាចប្រស្រ័យប្រកបជាមួយនឹងព្រះវរបិតាបានត្រឹមត្រូវប៉ុន្តែរឿងមួយទៀតដែលគាត់ត្រូវតែបញ្ជាក់ដើម្បីឲ្យមានសាក្សី3នៅឋានសួគ៌មានថានៅក្នុងពិភពវិញ្ញាណនឹងគ្រប់គ្រាន់គឺត្រូវមានព្រះបន្ទូលមកមួយទៀតមិនអាចមានន័យថាខ្ញុំទទួលបរិជ្ជសារពីព្រះមកបែបចេះខណ្ឌចប់អត់ទាំងគ្រប់គ្រាន់ទេបងប្អូនណាកាលណាសេចក្តីបង្រៀនបែបនេះកុំតើជឿភ្លាមដាច់ខាតយើងរងចាំមើលថាតើគាត់លើកព្រះបន្ទូលណាមកដើម្បីបញ្ជាក់ដល់អ្វីដែលគាត់និយាយបើសិនជាមិនមានទេកុំតើជឿបងប្អូនណាពីព្រោះគម្ពីរយ៉ូហានខ្សែទី1ចំពុក5ខ7ហ្នឹងគឺបានបញ្ជាក់អញ្ចឹងហើយហើយសាក្សីនៅផែនដីខ8ហ្នឹងគឺអីព្រះវិញ្ញាណបរិសុទ្ធមួយទឹកមួយនិងឈាមមួយទឹកហើយឈាមនេះគឺអីគឺមនុស្សដែលមានពេញដោយព្រះវិញ្ញាណបរិសុទ្ធនេះគឺជាសាក្សីនៅផែនដីដោយដែលយ៉ូហានបាទីសមកមិនត្រឹមតែរៀបផ្លូវថ្វាយព្រះយេស៊ូវគ្រីស្ទទេ
ថែមទាំងធ្វើជាសាក្សីរបស់ទៅដល់ព្រះយេស៊ូវគ្រីស្ទដែលពេលដែលនៅទន្លេយ៉ូដាននោះគឺយ៉ូហានបាទីបានធ្វើសាក្សីឬក៏ធ្វើទីបន្ទាល់បញ្ជាក់ដល់ព្រះយេស៊ូវគ្រីស្ទថាទ្រង់ជានរណាទ្រង់ជាព្រះរាជបុត្រាទ្រង់ជាជាមដែលមកសម្រាប់សុគតសម្រាប់លុះបាបពិភពលោកនេះដើម្បីបញ្ជាក់ចឹងទៀតបាទហ្នឹងសាក្សីនៅផែនដីគឺជាយ៉ូហានបាទីហើយសាក្សីនៅឋានសួគ៌គឺព្រះវរបិតាមួយនិងព្រះវិញ្ញាណបរិសុទ្ធមួយប៉ុន្តែសូម្បីតែព្រះយេស៊ូវក៏មានព្រះបន្ទូលដែរហោរាអេសាយបានថ្លែងទុកមកដើម្បីឲ្យយកព្រះបន្ទូលនេះយកមកបង្គ្រប់ជាសាក្សី3អេមែនចឹងបានថាឲ្យបងប្អូនមើលរៀនសង្កេតហើយផ្ទៀងផ្ទាត់តាមព្រះបន្ទូលពីព្រោះព្រះបន្ទូលរបស់ព្រះអង្គតែងតែប្រាប់យើងពីរបៀបមើលពីរបៀបដឹងពីរបៀបសង្កេតដើម្បីបញ្ជាក់ថាអ្នកណាពិតមិនពិតអីហ្នឹងគឺមានយកព្រះបន្ទូលយកមកឆ្លោះបញ្ចាំងអត់អាចគិតតាមអារម្មណ៍ទេហើយក៏ខ្ញុំតែងតែរំលឹកដែរថាមិនមែនមានន័យថាអ្នកដែលបម្រើព្រះ20ឆ្នាំ30ឆ្នាំនោះសុទ្ធតែជាអ្នកដែលដើរត្រឹមត្រូវនោះទេការកំណត់អ្នកណាម្នាក់ដើរត្រឹមត្រូវយើងមើលសាក្សី2ហ្នឹងទៅសាក្សី1នៅឋានសួគ៌សាក្សី1នៅសាក្សី3នៅឋានសួគ៌សាក្សី3នៅផែនដីហ្នឹងទៅហើយយើងមើលទៅតើគាត់គ្រប់កិច្ចការដែលគាត់ធ្វើទៅតើវាមានគ្រប់លក្ខណៈអញ្ចឹងអត់ឬគាត់ថាអូខ្ញុំអ្នកដើរក្នុងវិញ្ញាណដែរប៉ុន្តែមិនដែលលើកយកព្រះបន្ទូលណាយកមកបញ្ជាក់អាហ្នឹងក៏ខ្វះខាតដែរខ្ញុំត្រូវបានតែងតាំងជាហោរាប៉ុន្តែអត់មានមនុស្សមកបញ្ជាក់អាហ្នឹងក៏អត់គ្រប់ដែរទេបងប្អូនពីព្រោះព្រះបន្ទូលប្រាប់ថាអញ្ចឹងយើងមិនមែនចោទបុគ្គលណាមួយថាជាខ្លាំងខ្លាយគាត់ណានេះហោរាមួយនេះប្រយ័ត្នណាខ្លាំងខ្លាយមិនមែនទេអញ្ចឹងបើសិនជាយើងមកថាយើងថាអ្នកណាម្នាក់ហោរាខ្លាំងខ្លាយដោយយោងទៅលើគម្ពីរយ៉ូហានជំពូក1ខ5ខ7ជំពូក5ខ7និងខ8ទីមួយត្រូវមានព្រះបន្ទូលបញ្ជាក់អូខេខ្ញុំថាសាក្សីនៅឋានសួគ៌ចាត់ទុកថាទទួលយកបានចុះសាក្សីនៅផែនដីតើមានមនុស្សណាមកបញ្ជាក់ដែរបើសិនជាមនុស្សនឹងមកមិនទាន់បញ្ជាក់ទេមិនអាចកំណត់ថាអ្នកជានរណាពិតប្រាកដទេដូចហោរាជូស៊ូអ៊ីនៅBray Roman អញ្ចឹងគេហោរា Evangel បានមកបញ្ជាក់បន្ថែមនឹងហើយគេហៅសាក្សីនៅផែនដីគឺទឹកឈាមហើយនឹងព្រះវិញ្ញាណបរិសុទ្ធអញ្ចឹងតើគ្រប់អញ្ចឹងបងប្អូនណាគ្រប់អញ្ចឹងបានគេហៅថានោះហោរាពិតចុះមកនៅខ្វះអត់ទាន់ទេបងប្អូនអាចទៅឆែកនៅក្នុង page របស់គាត់អត់ទាន់ប្រើហោរាទេមុនពេលដែរហោរា Evangel ការពីថ្ងៃ20ជាងនៅខែ11ឆ្នាំ2024នោះគឺគាត់អត់ទាន់បានប្រើទេគាត់ប្រើតែ pastor សិនទេទោះបីគាត់ទទួលការជាក់ស្ដែងគេហៅថាការបើកសម្ដែងឲ្យគាត់នៅក្នុងវិញ្ញាណឲ្យគាត់ឃើញក៏ដោយប៉ុន្តែគាត់អត់ទាន់ប្រើទេគាត់រងចាំពេលដែលមានសាក្សីនៅផែនដីមកបញ្ជាក់ថាគាត់ជាហោរាទៀតដូចខ្ញុំបានធ្វើវីដេអូដែលហោរាបានប្រាប់ចឹងថាហេតុអីបានខ្ញុំត្រូវហៅគាត់ថាជាហោរាជូស៊ូអ៊ីពីព្រោះព្រះបានប្រាប់ខ្ញុំថាព្រះឬគាត់ជាហោរាតើរមានមនុស្សម្នាក់នឹងមកបញ្ជាក់ទៀតបងប្អូនណាទើបគ្រប់បើមិនជាអត់មានទេអត់ទាន់គ្រប់ទេអត់ទាន់ហៅជាហោរាពេញលក្ខណៈទេបាទអញ្ចឹងយើងមិនមែនចេះតែថាបុគ្គលណាម្នាក់คล้ายឬពិតនោះតាមអារម្មណ៍យើងអត់ទេអញ្ចឹងឧទាហរណ៍ថាបើសិនឧទាហរណ៍ថាបើខ្ញុំហៅខ្លួនខ្ញុំថាជាហោរាអញ្ចឹងខ្ញុំត្រូវបង្ហាញថាអ្នកណាមកបញ្ជាក់ប្រាប់ខ្ញុំថាជាហោរាហើយបានចាក់ប្រេងតាំងខ្ញុំធ្វើជាហោរាខ្ញុំត្រូវតែបង្ហាញកន្លែងហ្នឹងដើម្បីឲ្យបងប្អូនដឹងថាខ្ញុំជាហោរាពិតខ្ញុំមិនអាចឡើងមកទៅទេមកយើងប្រកាសថាខ្ញុំជាហោរាព្រះបានរើសខ្ញុំនៅក្នុងការជាក់ស្ដែងនៅក្នុងពិភពវិញ្ញាណរួចហើយខ្ញុំជាហោរាប៉ុណ្ណឹងខាន់ចប់អត់គ្រប់ទេ
ចឹងបងប្អូនមេត្តាមើលឡើងវិញដើម្បីកុំចេះតែជឿបាទអត់ទេអត់មិនគួរជឿទេតើរមានគ្រប់លក្ខណៈសិនខ្ញុំអរគុណព្រះអង្គដែលព្រះអង្គបានតម្រង់ខ្ញុំឲ្យខ្ញុំទៅរៀនពីហោរាយូបេអេនជែលឲ្យដឹងអំពីគ្រប់ជ្រុងជ្រោយដើម្បីឲ្យដឹងថាអ្នកណាជាហោរាពិតអ្នកណាហោរាមិនពិតយើងដឹងដែលខ្ញុំបានផ្សាយជាច្រើនដងហើយអ្នកដែលអត់ទាន់គ្រប់លក្ខណៈហ្នឹងក៏គេខឹងខ្ញុំខឹងអីចឹងទៅហើយអ្នកដែលដើរតាមអ្នកដែលមិនគ្រប់លក្ខណៈហ្នឹងក៏ខឹងខ្ញុំខឹងទៅខ្ញុំអត់ខ្វល់ទេពីព្រោះអីខ្ញុំត្រូវតែនិយាយអ្វីដែលពិតបងប្អូនអាចទៅស្រាវជ្រាវតទៀតបានគុំមិនមែនមានន័យថាខ្ញុំនិយាយឲ្យត្រូវតែស្ដាប់ខ្ញុំអត់ទេបងប្អូនស្រាវជ្រាវនៅក្នុងបទគម្ពីរផងស្រាវជ្រាវអ្វីដែលជាសេចក្តីពិតមានពិតនៅលើផែនដីនេះផងហើយយកមកឆ្លុះបញ្ចាំងអ្នកដែលយើងកំពុងតែដើរតាមហ្នឹងវាគ្រប់នៅអីនៅយើងត្រូវតែពិចារណាមិនមែនដោយមនោចេតនាហើយយើងចេះតែដើរទាំងសេចក្តីល្ងងខ្លៅទេអានេះគេគម្ពីរប្រាប់យើងហើយថាប្រយ័ត្នមនុស្សខ្វាក់ដឹកនាំមនុស្សខ្វាក់អាហ្នឹងវាអត់គ្រប់លក្ខណៈហ្នឹងអូឃើញគេកាន់គម្ពីរត្រឹមត្រូវកាន់គម្ពីរមែនប៉ុន្តែគម្ពីរបង្រៀនតែពីព្រះបន្ទូលព្រះមិនមែនមានន័យថាតើខ្លួនឯងជាអ្នកណាហ្នឹងសំអាងទៅលើការកាន់គម្ពីរហ្នឹងមិនមែនទេអ្នកកាន់គម្ពីរមានន័យថាមិនអត់មានន័យអីទាំងអស់បើសិនជាយើងមិនធ្វើសកម្មភាពអីមួយទេយើងមិនអាចកំណត់អត្តសញ្ញាណអ្នកដែលកាន់គម្ពីរនឹងបានទេមិនមែនឲ្យអ្នកកាន់គម្ពីរសិតតែអ្នកបម្រើព្រះគ្រប់គ្នានោះអត់ទេអរគុណព្រះអង្គអញ្ចឹងយើងត្រឡប់មកវិញនៅពេលណាដែលបងប្អូនទទួលបានសេចក្តីគេហៅថាຂ្នាតនៃសេចក្តីជំនឿរបស់ព្រះមកលើយើងដែលយើងហៅថាសេចក្តីជំនឿបែបព្រះនេះមកគឺវាតូចទេប៉ុន្តែការងារដែលយើងត្រូវធ្វើគឺយើងត្រូវអភិវឌ្ឍវាធ្វើវាឲ្យបានចម្រើនឡើងដែលពេលដែលយើងខំព្យាយាមធ្វើតាមអីគឺតាមរយៈការឮព្រះបន្ទូលដោយគម្ពីររ៉ូមចំពុក10ខ17អញ្ចឹងប្រាប់ពីវិធីឲ្យយើងធ្វើដើម្បីឲ្យសេចក្តីជំនឿយើងកើនឡើងបើមិនតែយើងមិនប្រឹងសង្វាតការអានព្រះបន្ទូលឬស្ដាប់សេចក្តីបង្រៀននៃព្រះបន្ទូលទេយើងអត់អាចសេចក្តីជំនឿយើងមិនបានចម្រើនឡើងទេហើយក៏យើងមិនបានបង្កើតផលផ្លែដែរជាពិសេសនៅពេលណាដែលយើងជួបបញ្ហាយើងតែងតែកើតឡើងនៅសេចក្តីពីរគេហៅសេចក្តីភ័យខ្លាចនិងសេចក្តីសង្ស័យអញ្ចឹងកាលណាដែលបងប្អូនសង្ស័យកើតមកនោះកើតចេញពីអីភ័យកើតឡើងសង្ស័យកើតឡើងគឺកើតចេញអំពីសេចក្តីជំនឿតិចនេះឯងតែខ្ញុំជឿព្រះយូរហើយត្រឹមត្រូវពីព្រោះសេចក្តីជំនឿបែបព្រះតែមិនមែនសេចក្តីជំនឿបែបមនុស្សណាអញ្ចឹងយើងមើលនៅក្នុងខសុភាសិតចំពុក24ខ10ខ្ញុំនឹងអានជូនបើឯងអន់ថយក្នុងថ្ងៃលំបាកនោះឈ្មោះថាឯងមានកម្លាំងតិចទេបទគម្ពីរមួយនេះគឺបញ្ជាក់ច្បាស់ខ្ញុំអានម្ដងទៀតបើឯងអន់ថយក្នុងថ្ងៃលំបាកនោះឈ្មោះថាឯងមានកម្លាំងតិចហ្នឹងគឺសំដៅទៅលើសេចក្តីជំនឿនេះឯងអញ្ចឹងនៅពេលណាដែលយើងជួបប្រទះនៅថ្ងៃលំបាកវាថាអូបងប្អូនភ័យខ្លាចបងប្អូនមានជំងឺចាស់ជំងឺចុះអាហ្នឹងកើតចេញពីអីកម្លាំងបងប្អូនតិចកម្លាំងនេះមិនមែនកម្លាំងសាច់ដុំទេបងប្អូនណាគឺកម្លាំងនៃសេចក្តីជំនឿនេះហើយគឺជាអ្វីដែរបងប្អូនត្រូវអភិវឌ្ឍសេចក្តីជំនឿតាមការស្ដីបងប្អូនត្រូវសង្វាតអានព្រះបន្ទូលអានគម្ពីរស្ដាប់សេចក្តីបង្រៀនពីគម្ពីរអាហ្នឹងបងប្អូនសង្វាតបងប្អូនណាទើបបងប្អូនធ្វើឲ្យសេចក្តីជំនឿយើងបានចម្រើនឡើង
យើងអាចលើកជាឧទាហរណ៍ទៀតដើម្បីឲ្យបងប្អូនឃើញអំពីជាក់ស្ដែងដែលសិស្សរបស់ព្រះយេស៊ូវបាទនៅក្នុងគម្ពីរម៉ាថាយជំពូក8ខ25ខ្ញុំអានជូនពួកសិស្សក៏ចូលទៅតើនទ្រង់ទូលថាព្រះអង្គម្ចាស់អើយសូមជួយសង្គ្រោះផងយើងខ្ញុំវិនិច្ឆ័យហើយនឹងបញ្ជាក់ថាម៉េចមានថាគាត់ភ័យខ្លាចដល់ពេលគាត់ភ័យខ្លាចភ័យស្លន់ស្លោអញ្ចឹងគឺយើងអាចទៅមើលនៅក្នុងគម្ពីរម៉ាកុសជំពូក4ខ38ដែរសាច់រឿងដូចគ្នាហ្នឹងខ្ញុំអានជូនតែទ្រង់ផ្ទុំលក់លើខ្នើយក៏នៅកន្សែងទូកពួកសិស្សដាស់ទ្រង់ឡើងទូលថាលោកគ្រូអើយយើងវិនិច្ឆ័យហើយលោកមិនរវល់ទេឬអីបាទនេះគឺជាឧទាហរណ៍ដែលនៅក្នុងទាំងម៉ាថាយទៅក្នុងគម្ពីរម៉ាថាយក៏ដូចជាគម្ពីរម៉ាកុសដែរប្រាប់ពីអីប្រាប់ថាហេតុអីបានជាសិស្សហ្នឹងនាំគ្នាភ័យទៅដាស់ព្រះយេស៊ូវមានន័យថាពេលដែលព្រះយេស៊ូវពេលដែលសិស្សជិះទូកជាមួយនឹងព្រះយេស៊ូវហ្នឹងគឺខ្យល់បក់ខ្លាំងព្រះយេស៊ូវផ្ទុំលក់អញ្ចឹងពួកសិស្សហ្នឹងមិនមែននេះទេខំតស៊ូដែរតស៊ូខ្លាំងតែវាមិនដឹងធ្វើម៉េចវាកាន់តែខ្លាំងទៅទូកកាន់តែបោកទៅបោកមកហើយទឹកជះចូលមកកាន់តែច្រើនទៅអញ្ចឹងអត់ដឹងធ្វើម៉េចអានឹងកាត់ចេញពីអីភ័យខ្លាចកាត់ចេញពីអីគឺកាត់ចេញពីជំនឿតិចនឹងហើយដែលធ្វើឲ្យពួកគាត់ភ័យខ្លាចនេះឯងនឹងជំនឿតិចបងប្អូនណាទើបធ្វើឲ្យគាត់ភ័យចឹងពេលដែលព្រះយេស៊ូវគាត់ក្រោកឡើងភ្ញាក់ឡើងទ្រង់ក៏អត់មានទៅជ្រួលច្បល់ទ្រង់អត់មានសភាពជ្រួលច្បល់តាមមានលក្ខណៈដូចសិស្សរបស់គាត់ទេគឺទ្រង់ងើបឡើងគឺបានកំហែងទៅខ្យល់ឲ្យខ្យល់ស្ងប់បាទចឹងយើងនឹងមើលតទៅទៀតថាយើងមើលនៅក្នុងសាច់រឿងនឹងតែម្ដងមិញគឺយើងយកតែចំណុចដែរបង្ហាញពីសិស្សរបស់ទ្រង់ភ័យខ្លាចដោយសារសេចក្តីជំនឿតិចអញ្ចឹងយើងនឹងមើលតទៅទៀតនៅក្នុងគម្ពីរម៉ាថាយជំពូក14ខ26ដល់ខ30បាទខ្ញុំនឹងអានជូនកាលគេឃើញទ្រង់យាងលើទឹកដូច្នោះនោះក៏ភ័យវល់បាទហើយនិយាយថាខ្មោចលងហើយរួចគេស្រែកឡើងដោយសេចក្តីតក់ស្លុតតែព្រះយេស៊ូវទ្រង់មានបន្ទូលដល់គេភ្លាមថាចូលសង្ឃឹមឡើងគឺខ្ញុំទេតើកុំឲ្យភ័យឡើយពេត្រុសទូលតបថាព្រះអម្ចាស់អើយបើជាទ្រង់មែននោះសូមឲ្យទូលបង្គំដើរលើទឹកទៅឯទ្រង់ផងទ្រង់មានបន្ទូលថាចូលមកចុះពេត្រុសក៏ចុះចេញពីទូកដើរលើទឹកដើម្បីទៅរកព្រះយេស៊ូវតែការគាត់ឃើញខ្យល់បក់ជាខ្លាំងនោះគាត់មានចិត្តភ័យដោយព្រោះចាប់តាំងលិចទៅបានជាគាត់ស្រែកឡើងថាព្រះអម្ចាស់អើយសូមជួយសង្គ្រោះទូលបង្គំផងបាទនេះគឺជាសេចក្តីនៅក្នុងបទគម្ពីរម៉ាថាយជំពូក14ខ26ដល់ខ30ហ្នឹងបង្ហាញពីអីបង្ហាញពីសេចក្តីជំនឿតិចយើងនឹងមើលនៅក្នុងខ31យើងនឹងឃើញអំពីពាក្យដែលព្រះយេស៊ូវបានប្រាប់ឬក៏បាន
បញ្ជាក់អំពីកម្រិតរបស់សិស្សរបស់ទ្រង់ខ្ញុំនឹងអានជូនស្រាប់តែព្រះយេស៊ូវទ្រង់លូកព្រះហស្ថទៅចាប់គាត់ភ្លាមដោយបន្ទូលថាអោមនុស្សមានជំនឿតិចអើយហេតុអ្វីបានជាអ្នកសង្ស័យអញ្ចឹងការសង្ស័យនេះកើតចេញពីអីមកពីជំនឿតិចភ័យកើតចេញពីអីជំនឿតិចមិនមែនគ្មានជំនឿណាខ្ញុំជឿថាបងប្អូនមានពីព្រោះពេលដែលបងប្អូនកើតជាថ្មីបងប្អូនទទួលຂະຫນាតនៃសេចក្តីជំនឿរួចហើយដោយដែលនៅក្នុងគម្ពីររ៉ូមចំពុក12ខ3បាទຂະຫນាតនៃសេចក្តីជំនឿនោះគឺបងប្អូនមានរួចហើយប៉ុន្តែវាទូចការទទួលខុសត្រូវចំពោះຂະຫນាតនៃសេចក្តីជំនឿឬក៏ជំនឿបែបព្រះនេះគឺត្រូវធ្វើវាឲ្យចម្រើនឡើងតាមរយៈការឮព្រះបន្ទូលព្រះចឹងព្រះយេស៊ូវហៅសិស្សរបស់ទ្រង់ថាជំនឿតិចមិនមែនគ្មានជំនឿទេជំនឿតិចចឹងយើងត្រូវដឹងថានៅពេលណាដែលយើងមានជំនឿតិចពេលដែលយើងជួបបញ្ហាយើងដោះស្រាយបានតិចបំផុតឃើញពេលដែលពេត្រុសដំបូងគឺគាត់ដើរបានមួយផ្លែតតែដោយសារជំនឿវាតិចធ្លាក់ទៅវិញឃើញទេអញ្ចឹងពេលបងប្អូនគិតមើលថាពេត្រុសគឺជាអ្នកដែលប្រកាសហេតុទឹកពីព្រោះគាត់អ្នកនេសាទវាមិនមានហេតុផលអីដែលគាត់មិនចេះហេតុទឹកទេអញ្ចឹងព្រះអង្គឲ្យលើសពីជំនាញដែលយើងមានជំនាញដែលពេត្រុសមានគឺហែលទឹកតែឥឡូវមិនបាច់ហែលនៅក្នុងទឹកដើរនៅលើទឹកម្ដងអញ្ចឹងបើសិនជាបងប្អូនបោះជំហានដូចពេត្រុសដែរហើយពេញដោយសេចក្តីជំនឿឬក៏សេចក្តីជំនឿខ្លាំងនោះបងប្អូននឹងដើរលើទឹកបានអញ្ចឹងបងប្អូនត្រូវដឹងថាសេចក្តីភ័យខ្លាចវាបានរារាំងសេចក្តីជំនឿសេចក្តីភ័យខ្លាចវារារាំងសេចក្តីជំនឿតែសេចក្តីជំនឿនឹងបំផ្លាញសេចក្តីភ័យខ្លាចវិញអញ្ចឹងបងប្អូនត្រូវដឹងថានៅពេលដែលបងប្អូនមានសេចក្តីភ័យខ្លាចនោះវារារាំងសេចក្តីជំនឿរបស់យើងតែនៅពេលដែលសេចក្តីជំនឿរបស់យើងមានខ្លាំងឡើងវានឹងទៅបំផ្លាញសេចក្តីភ័យខ្លាចអញ្ចឹងបងប្អូនត្រូវវឹកហាត់កន្លែងនេះបងប្អូនមិនគួរអនុញ្ញាតឲ្យសេចក្តីភ័យខ្លាចមានចំពោះយើងទេកាលណាមានវារារាំងហើយបានជាយើងត្រូវការសេចក្តីជំនឿពីព្រោះនៅពេលណាដែលយើងមានបញ្ហាអ្វីមួយយើងជួបការលំបាកអ្វីមួយយើងត្រូវប្រើសេចក្តីជំនឿដើម្បីអីដើម្បីទប់ទល់នឹងបញ្ហាទាំងអស់នោះកន្លែងហ្នឹងហើយដែលយើងត្រូវអធិដ្ឋានដែលយើងត្រូវអានព្រះបន្ទូលព្រះឲ្យបានច្រើនដើម្បីបង្កើនសេចក្តីជំនឿរបស់យើងនៅពេលដែលយើងជួបបញ្ហានោះយើងអាចប្រើសេចក្តីជំនឿរបស់យើងទៅយកឈ្នះទៅលើសេចក្តីទាំងអស់នោះបានបងប្អូនត្រូវដឹងថាសេចក្តីជំនឿតិចមិនអាចធ្វើឲ្យកិច្ចការមួយបានសម្រេចឬកាត់ឡើងនោះទេដូចពេត្រុសចឹងឃើញទេគាត់មានជំនឿអីជំនឿតិចអញ្ចឹងជំនឿតិចគាត់អាចដើរសំបីទៅចម្ងាយពីទូកទៅព្រះយេស៊ូវគឺគាត់ដើរបានតែមិនទាន់នឹងដល់ក៏គាត់លិចតែបើសិនជាគាត់មានជំនឿជាខ្លាំងគាត់អាចដើរចេញពីទូកទៅជួបព្រះយេស៊ូវហើយដើរពីព្រះយេស៊ូវទៅទូកវិញបានអញ្ចឹងកិច្ចការបានសម្រេចដោយសារអីដោយសារជំនឿតិចអញ្ចឹងកុំឲ្យអនុញ្ញាតឲ្យសេចក្តីជំនឿតិចមាននៅក្នុងបងប្អូនអញ្ចឹងបងប្អូនត្រូវបង្កើនតាមរយៈអីអានគម្ពីរស្ដាប់ព្រះបន្ទូលនេះគឺជាអ្វីដែលយើងអាចបង្កើនវាអត់ពិបាកទេបើមិនជាបងប្អូនមិនធ្វើរឿងនឹងទេបងប្អូននឹងមិនអាចបង្កើនសេចក្តីជំនឿបងប្អូនបានទេទាំងខ្ញុំទាំងបងប្អូនត្រូវតែសង្វាតអានគម្ពីរនិងស្ដាប់ព្រះបន្ទូលដូចគ្នាអរគុណប្រាំ
យើងមើលនៅក្នុងគម្ពីរហូសេថាវាហេតុអីដើម្បីសង្កត់បន្ថែមទៀតនៅក្នុងគម្ពីរហូសេរាជអញត្រូវគេត្រូវបំផ្លាញទៅដោយខ្វះខាតតម្រេះដូច្នេះដោយព្រោះឯងមិនព្រមទទួលតម្រេះនោះបានជាអញក៏នឹងបោះបង់ចោលឯងមិនឲ្យធ្វើជាសង្ឃដល់អញទៀតដែរហើយដោយហេតុដែលឯងបានភ្លេចច្បាប់របស់ព្រះនេះឯងនោះអញក៏ភ្លេចកូនចៅរបស់ឯងដូចគ្នានៅក្នុងត្រង់នេះគឺហេតុអីបានជាត្រូវបំផ្លាញដោយសារតែខ្វះតម្រេះតើតម្រេះនេះយើងទៅរកនៅឯណាគឺទៅរកនៅក្នុងព្រះបន្ទូលព្រះខ្វះតម្រេះខ្វះព័ត៌មានពីព្រោះយើងអត់បានអានគម្ពីរស្ដាប់ព្រះបន្ទូលទើបយើងខ្វះតម្រេះខ្វះព័ត៌មានអ្វីខ្លះដែលយើងត្រូវការដែលយើងភ័យដោយសារយើងខ្វះព័ត៌មាននេះឯងបើសិនជាយើងមានព័ត៌មានគ្រប់គ្រាន់បើសិនជាយើងមានតម្រេះគ្រប់គ្រាន់នោះយើងមិនភ័យខ្លាចឡើយឃើញមែនចឹងយើងនឹងបន្តទៅជំនឿបាទជំនឿជាខ្លាំងបាទយើងនឹងអាននៅក្នុងគម្ពីរម៉ាថាយជំពូក15ខ28នោះព្រះយេហូវ៉ាទ្រង់មានបន្ទូលថានាងស្រីអើយនាងមានសេចក្តីជំនឿជាខ្លាំងមែនដូច្នេះខ្ញុំនឹងដាក់ជូនបងប្អូនបាទអញ្ចឹងឈប់ចាំបន្តិចខ្ញុំដាក់ជូនបាទ5:28នេះ15ខ28បាទនោះព្រះយេស៊ូវទ្រង់មានបន្ទូលថានាងស្រីអើយនាងមានសេចក្តីជំនឿជាខ្លាំងមែនចូលឲ្យនាងបានដូចសេចក្តីប្រាថ្នាចុះស្រាប់តែកូនស្រីរបស់នាងជាចាប់តាំងពីវេលានោះឯងទៅអរគុណព្រះអង្គនេះសាច់រឿងនេះគឺនិយាយអំពីស្ត្រីសាដតីម្នាក់ដែលមកឲ្យព្រះយេស៊ូវប្រោះជំងឺឲ្យកូនស្រីរបស់គាត់អញ្ចឹងយើងនឹងអានសាច់រឿងនេះនៅក្នុងបទគម្ពីរម៉ាថាយជំពូក15ខ22ដល់ខ28បាទអញ្ចឹងយើងអានពីដើមមកវិញបាទដល់ខទី28ហ្នឹងយើងមើលខ22ចាប់ពីខ22ទៅនោះឃើញមានស្ត្រីសាសកាណានម្នាក់នៅស្រុកនោះគាត់ចេញមកស្រែកទូលទ្រង់ថាអោព្រះអម្ចាស់ជាពូជលួងដាវីតអើយសូមមេត្តាប្រោសខ្ញុំម្ចាស់ផងត្បិតកូនស្រីរបស់ខ្ញុំម្ចាស់មានអរិយចូលធ្វើទុកជាខ្លាំងណាស់តែទ្រង់មិនបានឆ្លើយតបទៅស្ត្រីនោះមួយព្រះអសោះបានជាពួកសិស្សរបស់ទ្រង់ចូលមកទូលថាសូមឲ្យស្ត្រីនេះទៅវិញទៅត្បិតគេចេះតែស្រែកតាមយើងខ្ញុំខ24តែទ្រង់មានបន្ទូលឆ្លើយថាខ្ញុំបានទទួលបង្គាប់នឹងមកឯពួកកូនជាមដែលបាត់បង់របស់ពូជពងអ៊ីស្រាអែលតែប៉ុណ្ណោះទេប៉ុន្តែស្ត្រីនោះមកក្រាបថ្វាយបង្គំទូលទ្រង់ថាអោព្រះអម្ចាស់អើយសូមជួយខ្ញុំម្ចាស់ផងទ្រង់មានបន្ទូលថាដែលយកនំប៉័ងរបស់កូនក្មេងនោះ
ទៅឲ្យកូនឆ្កែនោះមិនល្អទេបាទខ27តែស្ត្រីនេះទូលថាមែនហើយព្រះអម្ចាស់ប៉ុន្តែកូនឆ្កែវាស៊ីកំតិចដែលធ្លាក់ចុះពីតុម្ចាស់វាមកដែរនោះព្រះយេស៊ូវមានបន្ទូលថានាងអើយនាងស្រីអើយនាងមានសេចក្តីជំនឿជាខ្លាំងមែនចូលឲ្យនាងបានដូចសេចក្តីប្រាថ្នាចុះស្រាប់តែកូនស្រីរបស់នាងបានជាចាប់តាំងពីវេលានោះតនោះឯងទៅចឹងយើងត្រូវការសេចក្តីជំនឿជាខ្លាំងដើម្បីអីដើម្បីឲ្យពេលដែលយើងជួបបញ្ហាពេលដែលយើងត្រូវការអ្វីមួយដើម្បីដោះស្រាយបញ្ហាទាំងឡាយដែលមាននៅក្នុងជីវិតរបស់យើងនោះឲ្យដោះស្រាយបានចឹងអ្វីក៏ដោយប្រសិនបើយើងត្រូវប្រើសេចក្តីជំនឿនោះវាទាមទារគេហៅថាបរិមាណឬក៏គុណភាពនៃសេចក្តីជំនឿរបស់យើងនេះឯងប្រសិនបើយើងមិនសង្វាតព្រះបន្ទូលទេនោះគេហៅថាកម្រិតឬក៏បរិមាណនៃសេចក្តីជំនឿរបស់យើងនឹងមានកម្រិតនោះយើងអាចដោះស្រាយបញ្ហាតាក់ទងទៅនឹងពេលដែលយើងមានបញ្ហាអ្វីមួយនោះបានទេយើងត្រូវដឹងថានៅពេលណាដែលយើងមានសេចក្តីជំនឿជាខ្លាំងយើងតែងតែដោះស្រាយបញ្ហាទាំងឡាយបានដោយស្រួលចឹងដូច្នេះយើងទាមទារឲ្យយើងមានជំនឿជាខ្លាំងចឹងសេចក្តីជំនឿទាំងអស់នោះតើនៅឯណាគឺនៅក្នុងព្រះបន្ទូលរបស់ព្រះចឹងយើងនឹងមើលនៅក្នុងគម្ពីរលូកាបន្ថែមទៀតបាទចាំបន្តិចបងប្អូនបាទអរគុណព្រះអង្គគម្ពីរលូកាចំពុក7ខ9ព្រះយេស៊ូវបានលើសេចក្តីទាំងនោះទ្រង់ក៏មានសេចក្តីអស្ចារ្យនឹងមេតបនោះណាស់រួចទ្រង់បែរទៅមានបន្ទូលនឹងមនុស្សទាំងប៉ុន្មានតាមទ្រង់ថាខ្ញុំប្រាប់អ្នករាល់គ្នាថាខ្ញុំមិនដែលឃើញសេចក្តីជំនឿណាជាខ្លាំងដល់ម្លេះទេទោះបើនៅសាសអ៊ីស្រាអែលក៏ដោយចឹងបើសិនបើយើងនៅក្នុងជំនឿតិចយើងត្រូវការធ្វើវាឲ្យបានជាខ្លាំងឲ្យបានខ្លាំងឡើងគឺតាមរយៈការបង្កើនការឮព្រះបន្ទូលរបស់ព្រះយើងត្រូវដឹងថានៅពេលណាដែលបងប្អូនបន្តការស្ដាប់ហើយស្ដាប់ទៀតគឺដើម្បីអីដើម្បីបង្កើនបរិមាណឬក៏គុណភាពនៃសេចក្តីជំនឿរបស់យើងឲ្យបានកើនឡើងបងប្អូនត្រូវដឹងថាអំណាចព្រះជ័យស្ដាររបស់ព្រះនៅឯណាគឺនៅក្នុងព្រះបន្ទូលនៃព្រះនេះឯងសូមកុំភ្លេចនៅក្នុងគម្ពីររ៉ូមជំពូក10ខ17នេះគឺបានប្រាប់យើងអំពីរបៀបនៃការបង្កើនបរិមាណឬក៏គុណភាពនៃសេចក្តីជំនឿរបស់យើងចឹងដូច្នេះមេរៀនថ្ងៃនេះសង្ខេបមកគឺយើងជាប្រភេទ2ក្នុងប្រភេទនៃសេចក្តីជំនឿ2ក្នុងសេចក្តីជំនឿបែបព្រះគឺសេចក្តីជំនឿតិចនិងសេចក្តីជំនឿជាខ្លាំងខ្ញុំសូមបញ្ចប់ត្រឹមប៉ុណ្នេះហើយសប្តាហ៍ក្រោយយើងនឹងរៀនអំពីសេចក្តីជំនឿខ្សោយនិងសេចក្តីជំនឿខ្លាំងបាទខ្សោយខ្លាំងនៅក្នុងភាគទី7អរគុណដល់បងប្អូនទាំងអស់គ្នាដែលបាន
ចូលរួមតាមដានស៊េរីនៃសេចក្តីជំនឿរបស់ខ្ញុំនេះមុននឹងខ្ញុំបញ្ចប់ខ្ញុំនឹងអធិដ្ឋានសម្រាប់បងប្អូនទាំងអស់គ្នានៅដង្វាយដែលបងប្អូនបានចូលរួមនៅក្នុងកិច្ចការបម្រើរបស់ខ្ញុំនេះបាទនៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទកូនអធិដ្ឋានសម្រាប់គ្រប់អស់ទាំងដង្វាយរបស់បងប្អូនដែលបានចូលរួមនៅក្នុងកិច្ចការបម្រើរបស់កូនកិច្ចការផ្សាយដំណឹងល្អកិច្ចការផ្សាយព្រះបន្ទូលរបស់ទ្រង់ជាពិសេសគឺការឈោងចាប់ព្រលឹងដើម្បីឲ្យគ្រប់អស់ទាំងព្រលឹងបានត្រឡប់មករកព្រះគ្រីស្ទវិញក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទកូនអធិដ្ឋានប្រទានពរដល់បងប្អូនទាំងអស់ឲ្យបានផលផ្លែផលគុណនៅគ្រប់អស់ទាំងដៃដែលបានដាក់នេះឲ្យបានជា1000នៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទអាមែនអរគុណព្រះអង្គបាទយើងនឹងជួបគ្នានៅសប្តាហ៍ក្រោយនៅភាគ7គឺតើត្រូវធ្វើដូចម្តេចដើម្បីឲ្យសេចក្តីជំនឿរបស់អ្នកដំណើរការភាគទី7គឺសេចក្តីជំនឿខ្សោយនិងសេចក្តីជំនឿខ្លាំងរាត្រីសួស្តី